ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្ញុំគឺខាងផ្នែកប្រមាណសារដែលភាសាខ្មែរយើងគេហៅថាផ្នែកថែទាំរក្សាកូននឹងឯងហើយបង្កើតកូនជ្រូកនឹងឯងជាជាក់ស្ដែងទៅគោលបំណងក្នុងការធ្វើវីដេអូនេះគឺខ្ញុំចង់បង្ហាញពីការងារខ្ញុំផងហើយនឹងក៏ចង់បញ្យល់ប្រាប់បងប្អូនខ្មែរយើងដែលគាត់ធៀមខ្លួនឡើងមកកូរ៉េហើយនឹងបងប្អូនដែលនៅប្រទេសកូរ៉េផងដែរហើយគាត់យល់ច្រឡំថាការងារផ្នែកចិញ្ចឹមជ្រូកនឹងពិបាកខ្លាំងចេះខ្លាំងចោះតាមពិតទៅការងារណាក៏ពិបាកដែរបងប្អូននៅប្រទេសកូរ៉េមិនថានៅប្រទេសខ្មែរឬប្រទេសកូរ៉េទៅគឺពិបាកដូចតែគ្នាសំខាន់យើងព្យាយាមធ្វើព្យាយាមយល់ពីវាហើយតើតើនៅប្រទេសកូរ៉េតើតាមខ្ញុំធ្វើការផ្នែកនេះជាង10ឆ្នាំមកហើយបទពិសោធន៍របស់ខ្ញុំអត់បានពិបាកអីទេគ្រាន់តែពិបាកគឺពិបាកខាងភាសាគេប្រើយើងអត់ចេះភាសាអញ្ចឹងប្រើគោមកយកប្រើគោទៅទាញកបីឬក៏ប្រើយកវ៉ាន់នេះមកយកវ៉ាន់នោះវិញអញ្ចឹងទៅណាបងប្អូនអាហ្នឹងគឺជាបញ្ហាសំខាន់ជាងគេបំផុតនៅក្នុងការធ្វើការដូច្នេះហើយបងប្អូនដែលគាត់ធ្លាក់ឈ្មោះខាងផ្នែកកសិកម្មចិញ្ចឹមជ្រូកចិញ្ចឹមអីហ្នឹងបងប្អូនក៏មានកុំខ្លាចហើយកុំបាក់ទឹកចិត្តអីខ្ញុំសូមលើកទឹកចិត្តបងប្អូនមកអត់អីទេផ្នែកចិញ្ចឹមជ្រូកគឺជាផ្នែកមួយដែលល្អសម្រាប់កសិកម្មក្នុងចំណោមការងារផ្សេងទៀតអ្វីដែលខ្ញុំប្រៀបធៀបបានគឺដូចជាប្រាក់ខែពីកន្លែងរស់នៅប៉ុន្តែថាផ្នែកចិញ្ចឹមសត្វហ្នឹងយើងធ្វើការវាប្រឡាក់លោកជាមួយសត្វវាមានភាពស្អុយបន្តិចក៏ប៉ុន្តែអ្វីផ្សេងទៀតគឺល្អសម្រាប់យើងហើយម្យ៉ាងវិញទៀតបងប្អូនដែលត្រៀមខ្លួនឡើងមកបងប្អូនមានបញ្ហាទាក់ទងជាមួយនឹងការងារខាងផ្នែកយល់ពីការងារផ្សេងឬក៏ចង់ដឹងពីផ្នែកចិញ្ចឹមជ្រូកបងប្អូនអាចឆាតមកជួបខ្ញុំបានអត់អីទេខ្ញុំស្វាគមន៍ចំណុចខ្ញុំនឹងបញ្យល់ហើយអ្វីដែលខ្ញុំដឹងខ្ញុំនឹងបញ្យល់ប្រាប់ដោយសារខ្ញុំធ្វើការខាងផ្នែកនេះជាង10ឆ្នាំមកហើយបទពិសោធន៍ខ្ញុំក៏រៀងច្រើននៅខាងផ្នែកនេះដែរអរគុណជួបគ្នាវីដេអូ